ទៅលេងកពតម្ដងដែលដឹងសថាមានកន្លែងជិះទូកបែបរីឡេកបែបនេះនិយាយពីថាអូយស្រស់ស្រាយមែនតើបងប្អូនហើយទៅតាំងពីមុនគេអត់ទាន់មានមនុស្សម៉ែទៅពេលរសៀលមេឃបើកថ្ងៃទៀតដល់ពេលអញ្ចឹងទៅរៀងក្តៅមែនតើជាពិសេសនៅខាងលើហ្នឹងគឺអត់មានតបូលទេអញ្ចឹងទៅគឺយើងទៅអង្គុយចាំគេតតែមានមនុស្សពេញមិនគេចាញ់ហ៎ហើយទៅហ្នឹងគឺគោលបំណងគឺទៅមើលថ្ងៃរៀបលិចនិយាយទៅគឺថាអូយតស៊ូមែនតើអង្គុយចាំគេឡើងថ្ងៃក្តៅរសៀលទេប៉ុន្តែមេឃបើកថ្ងៃអត់ស្ទុំទេដល់ពេលអញ្ចឹងទៅគឺក្តៅមែនតើហើយនៅខាងលើហ្នឹងគឺគេរៀបតុបែបនេះឯងនិយាយទៅមកលក្ខណៈគ្រួសារមានកូនទួយឬក៏មានឪពុកម្ដាយចាស់ចាស់អីចឹងគឺនាំគាត់មកលេងនៅកន្លែងនេះគឺមួយយ៉ាងដែរតើនិយាយទៅគឺ relate មែនតើហើយនៅលើតុហ្នឹងគឺគេមានលក់អាហារគ្រប់ប្រភេទគឺយើងអាចកំងអង្គុយញ៉ាំបានចឹងណាគឺយើងញ៉ាំបដាមើលទេសភាពបដាចឹងទៅគឺយើងមានរបស់របរញ៉ាំនៅខាងក្រៅអីគឺយើងអាចយកចូលបានហើយម្ដងនេះយើងចង់ហៅទៀតក៏បានអត់ក៏បានដែរអត់ជាបញ្ហាទេដោយសារតែពេលដែលយើងចូលហ្នឹងគឺគេលក់សបត់ហើយចំពោះមនុស្សចាស់នោះគឺគេយកម្នាក់ 10000 ហើយកូនក្មេងហ្នឹងគឺម្នាក់ 5000ហើយសម្រាប់ខ្ញុំវិញគឺថាមកខ្លួនទៅទេហ្មងនិយាយទៅអត់មានបានដាក់អីមកញ៉ាំទេគឺខ្ញុំហៅរបស់របរញ៉ាំនៅនេះទាំងអស់ហ្មងទាំងភេសជ្ជៈទាំងអីអញ្ចឹងហើយនិយាយពីតម្លៃវិញគឺអត់ថ្លៃទេដូចទៅនៅខាងក្រៅដែរនឹងបងប្អូនអញ្ចឹងទៅយើងមិនចាំបាច់ដាក់នៅខាងក្រៅមកក៏បានដែរគឺយើងមកកំងញ៉ាំនៅនឹងតែម្ដងទៅមីឆាបាយឆាអីមួយចាន$3ទេប៉ុន្តែបុកសាច់គោអីនោះដូចជាមួយចាន7រៀលកន្លះដែរបងប្អូននិយាយទៅតាមមុខម្ហូបអញ្ចឹងណានិយាយពីថាអង្គុយញ៉ាំអីនឹងមើលថ្ងៃរៀបលិចនេះគឺទូកអត់តន់ចាញ់ទេនិយាយទៅតតែថ្ងៃលិចបាត់បានទូកចាញ់អត់ដឹងថាមូលហេតុអីទេឬក៏គេចាំភ្ញៀវពេញអស់អញ្ចឹងណាប៉ុន្តែខ្ញុំអង្គុយតែមួយផ្លែតហ្នឹងគឺថាភ្ញៀវមកឡើងពេញអស់តែម្ដងណាតែទោះបីទូកចេញមិនចេញក៏អត់ជាបញ្ហាដែរបងប្អូនគឺដូចតែគ្នាទេគឺយើងអង្គុយនៅលើទូកហ្នឹងគឺយើងមើលទេសភាពបានហើយមើលគេជិះកណូតជិះអីអញ្ចឹងទៅជិះម៉ូតូទឹកអីអញ្ចឹងណាហើយមានភ្នំមានអីសម្រាប់យើងមើលថ្ងៃលិចអីហ្នឹងគឺយើងរីឡេកនៅលើទូកហ្នឹងតែម្ដងណាគឺយើងអង្គុយញ៉ាំអីបដាយើងមើលទេសភាពបដាអញ្ចឹងទៅហើយអ្នកដែលមកជិះទូកលេងនៅនេះគឺភាគច្រើនគឺសិតតែអ្នកមានគ្រួសារមានកូនទូចនិងមានឪពុកម្ដាយចាស់ចាស់អីអញ្ចឹងណាបងប្អូនហើយនឹងភ្ញៀវបរទេសនិយាយទៅភាគច្រើនគឺអញ្ចឹងហ្មងនៅនេះបើសម្រាប់ក្មេងៗស្ទាវអីគឺថាអត់សូវត្រូវហ្មងទេបន្ទាប់ពីអង្គុយញ៉ាំអីឡើងអស់ចិត្តហើយថ្ងៃវិញក៏លិចបាត់ដែរអញ្ចឹងទៅបានទូកនឹងចេញនិយាយទៅគឺចេញបែបរៀងប្រលប់អីអញ្ចឹងហើយខាងទូកហ្នឹងគេប្រាប់ថានាំទៅមើល7ពេកបងប្អូនប៉ុន្តែមានណាទៅដល់ឃើញមាន7ពេកទេគ្រាន់តែជិះនឹងមកជុំហ្នឹងទៅក៏គេបកមកវិញគឺល្ងិតល្មមតែម្ដងតែបើសម្រាប់ខ្ញុំវិញគឺខ្ញុំចូលចិត្តបែប relax បែបហ្នឹងបងប្អូនជិះទូកលេងមើលទេសភាពមើលទឹកមើលភ្នំអីអញ្ចឹងគឺខ្ញុំចូលចិត្តមែនតើហើយកូនពៅរបស់ខ្ញុំហ្នឹងគឺគាត់រៀនសមកហើយនៅពេលទៅដល់កន្លែងស្ពានហ្នឹងគឺគាត់ក្រាមអញ្ចឹងណានិយាយទៅគឺប៉ារបស់គាត់ហ្នឹងប្រាប់ប៉ុន្តែមានណាបងប្អូនគឺទូកហ្នឹងអត់ដល់ស្ពានទេគឺយើងអង្គុយទៅគឺផុតក្បាលល្មមដោយសារតែខែហ្នឹងគឺខែទឹកស្រកមិនមែនខែទឹកឡើងណាបើសិនជាខែទឹកឡើងគឺដល់កន្លែងស្ពានហ្នឹងគឺយើងត្រូវអោនក្រាបដល់ក្រោមបានតែអញ្ចឹងទេគឺយើងប៉ះជាមួយនឹងស្ពាននឹងតែម្ដងនិយាយពីថាសបោអ្នកជិះម៉ូតូទឹកលេងមែនតែនប៉ុន្តែម្នាក់សិតតែពាក់អាវពោងគឺថាប្រហែលអត់បានទេបងប្អូនទោះបីជាចេះហែកទឹកប៉ុណ្ណាក៏ដោយនិយាយពីថារយៈពេលដែលអង្គុយនៅលើទូកនេះគឺរៀងយូរដែរដោយសារតែមកមុនគេផងដល់ពេលអញ្ចឹងទៅយើងអង្គុយចាំតម្រាំទៅទូកចាញ់ហ្នឹងគឺថារៀងយូរម៉ោងដែរប្រហែលជា2-3ម៉ោងអីដែរហ្នឹងហើយបើរយៈពេលដែលទូកចាញ់ជិះហ្នឹងគឺថាខ្ទង់ប្រហែលជា1ម៉ោងដែរល្មមមកយើងមើលទេសភាពមើលអីមកអស់ចិត្តហើយអង្គុយញ៉ាំអីមកឆ្អែតអញ្ចឹងណានិយាយពីថាខ្ញុំនេះមកកពតច្រើនដងហើយប៉ុន្តែលើកទី1ហ្មងមកជិះទូកហ្នឹងគឺមករាល់ដងអញ្ចឹងគឺភាគច្រើនគឺអង្គុយនៅតាមដងព្រែកនៅខាងក្រោមនៅឆ្នេរខ្សាច់អីអញ្ចឹងតែលើកនេះគ្រួសាររបស់ខ្ញុំគាត់ថានាំទៅជិះទូកលេងម្ដងហើយខ្ញុំគ្រាន់តែលើកបានថាជិះទូកអញ្ចឹងនិយាយពីថាសប្បាយចិត្តមែនតើដោយសារតែរៀងប្លែកហើយចូលចិត្តដែរដោយសារតែយើងជិះទូកអញ្ចឹងទៅគឺយើងបានមើលទេសភាពច្រើនអញ្ចឹងបើសិនជាបងប្អូនណាដែលធ្លាប់មកលេងកពតតែដែលបានមកជិះទូកលេងបែបនេះបងប្អូនអាចសាកមក relax នៅនេះម្ដងអញ្ចឹងណានិយាយពីថាដឹងតែប្លែកអារម្មណ៍ហ្មងហើយបើខ្ញុំវិញប្រាប់ប្តីទុកមុនឲ្យហើយហ្មងថាលើកក្រោយគឺខ្ញុំមកលេងនៅនេះទៀតនិយាយទៅអត់តន់ធុញទេជិះបានម្ដងហ្នឹងមិនថាអត់ធ្លាប់ជិះទូកលេងអញ្ចឹងទេគឺធ្លាប់ជិះនៅពេញនៅមុខវាំងបងប្អូនក៏ធ្លាប់ដែរប៉ុន្តែគ្រាន់ថានៅនេះគឺមានទេសភាពធម្មជាតិច្រើនមានភ្នំមានអីអញ្ចឹងណាដល់ពេលអញ្ចឹងរៀងប្លែកអារម្មណ៍មួយយ៉ាងដែរ